ចឹងសូមញាតិញោមតាំងចិត្តស្ដាប់ការអានអត្ថកថាបងអត្ថកថាធម្មបទណារឿងភិក្ខុច្រើនរូបនៅក្នុងនេកវៈនៅក្នុងទំព័រ289ដល់អធិប្បាយគាថាអធិប្បាយគាថាបណ្ដាបទទាំងនោះបទថានិបកាំងជាអ្នកមានបញ្ញារក្សាខ្លួនបានដល់ជាអ្នកប្រកបដោយបញ្ញាជាគ្រឿងរក្សាខ្លួនបទថាសាធុវិហារិធិរੰមានធម៌ជាគ្រឿងនៅជាអ្នកប្រាជ្ញបានដល់អ្នកមានធម៌ជាគ្រឿងនៅដ៏ចម្រើនជាបណ្ឌិតបទថាបរិសយានិអន្តរាយជាដើមសេចក្តីថាកាលគេបានសម្លាញ់អ្នកមានមេត្តាជាវិហារធម៌ដូច្នោះក៏បីការពារអន្តរាយទាំងឡាយគឺអន្តរាយខាងក្រៅដូចជាសីហៈនិងខ្លាធំជាដើមនិងអន្តរាយខាងក្នុងមានរាគៈនិងទោសៈជាដើមក៏បីជាអ្នកមានចិត្តត្រេកអរមានសតិតាំងមាំត្រែកទៅគឺនៅជាមួយសម្លាញ់នោះបទថារាជាវៈរដ្ឋังដោយព្រះរាជាទ្រង់លះបង់នគរសេចក្តីថាទ្រង់លះបង់ដែនចេញបួសដោយជារាជសីលោកអធិប្បាយពាក្យនេះទុកថាព្រះរាជាអ្នកមានភូមិប្រទេសដែលទ្រង់ឈ្នះវិសេសហើយទ្រង់ត្រេះរិះថាឈ្មោះថាភាពជាព្រះរាជានេះជាទីតាំងនៃសេចក្តីប្រមាទដ៏ធំនិងមានប្រយោជន៍អ្វីដោយរាជសម្បត្តិដែលយើងបានមកនោះទើបទ្រង់លះបង់ដែនដែលឈ្នះហើយស្ដេចចូលទៅកាន់ព្រៃធំតែមួយព្រះអង្គឯងបួសជាតាបោះស្ដេចត្រាច់ទៅតែមួយព្រះអង្គឯងក្នុងអរិយាបថទាំង4យ៉ាងណាបុគ្គលក៏បីត្រាច់ទៅតែម្នាក់ឯងក៏យ៉ាងនោះបទថាមេតាំងគៈរញ្ញេវៈនេកោដោយដំរីឈ្មោះមេតាំងគៈសេចក្តីថាដោយស្ដេចដំរីនេះមានឈ្មោះថាមេតាំងគៈព្រោះពិចារណាហើយបានធ្វើតាមការគិតយ៉ាងនេះថាអញជាអ្នកច្រឡូកច្រឡំដោយហ្វូងដំរីឈ្មោលដំរីញីដំរីស្ទាវនិងកូនដំរីបានស៊ីស្មៅតែចុងស្មៅចំណែកនៃមេឃឈើដែលយើងកាច់មកគោទុកដំរីទាំងនោះក៏នាំគ្នាស៊ីអស់បានផឹកតែទឹកល្អល្អកាលយើងចុះកាន់កំពង់ទឹកនិងឡើងអំពីកំពង់ទឹកមកវិញដំរីញីទាំងឡាយតែងតែចូលមកត្រដោះយើងបើដូច្នោះយើងក៏បីកិច្ចចេញអំពីហ្វូងនៅតែម្នាក់ឯងដូច្នេះហើយលះបង់ហ្វូងត្រាច់ទៅក្នុងព្រៃតាមសបាយតែម្នាក់ឯងក្នុងអរិយាបថទាំងពួងយ៉ាងណាបុគ្គលក៏បីត្រាច់ទៅតែម្នាក់ឯងប៉ុណ្ណោះក៏យ៉ាងនោះបទថាឯកាសៈនៃបុគ្គលម្នាក់ឯងសេចក្តីថាការត្រាច់ទៅរបស់បព្វជិតតែម្នាក់ឯងជាអ្នកត្រេកអរហើយក្នុងភាវៈតែម្នាក់ឯងតាំងអំពីកាលដែលខ្លួនបួសហើយប្រសើរជាងបទថាណដ្ឋិពាលេសហាយតាព្រោះគុណជាសម្លាញ់មិនមានក្នុងបុគ្គលពាឡើយសេចក្តីថាព្រោះគុណធម៌នេះគឺចលសិលមជ្ឈមសិលមហាសិលកថាវត្ថុ10ធុតាំងគៈគុណ13វិបស្សនាញាណមគ្គ4ផល4វិជ្ជា3អភិញ្ញា6អមតៈមហានិព្វានឈ្មោះថាសហាយតាគុណបុគ្គលមិនអាចបាននៅសហាយតាគុណនោះព្រោះអាស្រ័យពួកពាលជនឡើយព្រោះដូច្នោះសហាយតាគុណតើបឈ្មោះថាមិនមានក្នុងពាលជនបទថាឯកោម្នាក់ឯងជាដើមសេចក្តីថាព្រោះហេតុនេះបុគ្គលក៏បីជាអ្នកតែម្នាក់ឯងត្រាច់ទៅក្នុងអរិយាបថទាំងពួងនិងមិនក៏បីធ្វើបាបសំបីមានប្រមាណតិចអធិប្បាយថាបុគ្គលនោះក៏បីត្រាច់ទៅតែម្នាក់ឯងប៉ុណ្ណោះដោយដំរីឈ្មោះមេតាំងគៈដែលមានសេចក្តីខ្វល់ខ្វាយតិចគឺមិនមានអាល័យត្រាច់ទៅតាមសបាយក្នុងទីដែលខ្លួនប្រាថ្នាហើយក្នុងព្រៃដូច្នោះនឹងមិនក៏បីធ្វើបាបទាំងឡាយសំបីមានប្រមាណតិចព្រោះដូច្នោះព្រះសាស្តាកាលនឹងទ្រង់សម្ដែងសេចក្តីនេះថាសំបីអ្នកទាំងឡាយកាលមិនបានសម្លាញ់បែបនោះក៏បីជាអ្នកត្រាច់ទៅតែម្នាក់ឯងប៉ុណ្ណោះទ្រង់សម្ដែងព្រះធម៌ទេសនានេះដល់ភិក្ខុទាំងនោះ
ក្នុងវេលាចប់ព្រះធម៌ទេសនាភិក្ខុទាំង500រូបក៏បានតាំងនៅក្នុងព្រះអរហត្តផលដូចនេះឯងចប់រឿងភិក្ខុច្រើនរូបរឿងមាព្រះសាស្តាកាលប្រថាប់នៅក្នុងកុដិដែលតាំងនៅក្នុងព្រៃហេមពៀនទ្រង់ប្រារព្ធរឿងមាត្រាស់ព្រះធម្មទេសនានេះថាអដ្ឋម្មហេកាលសេចក្តីត្រូវការជាដើមមាទូលព្រះសាស្តាឲ្យទ្រង់គ្រងរាជសម្បត្តិបានឮថាក្នុងកាលនោះព្រះរាជាទាំងឡាយទ្រង់គ្រងរាជសម្បត្តិគៀបសង្កត់បៀតបៀនប្រជាជនគ្រានោះព្រះសាស្តាទ្រង់ទតឃើញប្រជាជនត្រូវបៀតបៀនដោយការដាក់អាជ្ញាក្នុងរាជសម័យនៃព្រះរាជាអ្នកមិនបានតាំងនៅក្នុងធម៌ទ្រង់ព្រះតម្រេះដោយអំណាចសេចក្តីករុណាយ៉ាងនេះថាតថាគតអាចគ្រងរាជសម្បត្តិដោយធម៌មិនបៀតបៀនខ្លួនឯងមិនប្រើអ្នកដទៃឲ្យបៀតបៀនមិនឈ្នះខ្លួនឯងមិនឲ្យអ្នកដទៃឈ្នះមិនសៅមងខ្លួនឯងមិនឲ្យអ្នកដទៃសៅមងឬមិនបានណមាមានចិត្តបាបដឹងនៅបរិវិតកៈនោះរបស់ព្រះមានព្រះភិយក៏ត្រេះរិះថាព្រះសមណគោតមទ្រង់ត្រេះរិះថាយើងនឹងគ្រងរាជសម្បត្តិបានឬទេណឥឡូវនេះព្រះសមណគោតមនោះនឹងបំណងគ្រប់គ្រងរាជសម្បត្តិដែលឈ្មោះថារាជសម្បត្តិនេះជាទីតាំងនៃសេចក្តីប្រមាទកាលបើព្រះសមណគោតមគ្រប់គ្រងរាជសម្បត្តិនោះយើងនឹងបានឱកាសយើងនឹងទៅដាស់តឿនព្រះអង្គឲ្យកើតឧស្សាហៈដូច្នេះហើយទៅចូលទៅគាល់ព្រះសាស្តាក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនសូមព្រះមានព្រះភិយទ្រង់គ្រងរាជសម្បត្តិសូមព្រះសកុតទ្រង់គ្រងរាជសម្បត្តិដោយធម៌មិនបៀតបៀនខ្លួនឯងមិនប្រើអ្នកដទៃឲ្យបៀតបៀនមិនឈ្នះខ្លួនឯងមិនឲ្យអ្នកដទៃឈ្នះមិនសោកសៅខ្លួនឯងមិនឲ្យអ្នកដទៃសោកសៅព្រះសាស្តាត្រាស់សួរហេតុដែលមាទូលគ្រានោះព្រះសាស្តាត្រាស់នឹងមាថាម្នាលមាមានចិត្តបាបអ្នកនឹងបានប្រយោជន៍អំពីតថាគតទៅពលយ៉ាងនេះកាលមាក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនព្រោះព្រះមានព្រះភិយទ្រង់អប់រំអធិបាត4មកល្អហើយប្រសិនបើព្រះមានព្រះភិយទ្រង់មានព្រះបំណងនឹងអធិដ្ឋានឲ្យស្ដេចភ្នំហេមពៀនជាមាសបានស្ដេចភ្នំដែលទ្រង់អធិដ្ឋាននោះក៏คล้ายជាភ្នំមាសបានខ្ញុំព្រះអង្គនឹងប្រើប្រាស់ទ្រព្យធ្វើកិច្ចដែលគួរធ្វើឲ្យព្រះអង្គព្រោះហេតុនេះព្រះអង្គនឹងសោយរាជសម្បត្តិដោយធម៌បានព្រោះហេតុនេះព្រះអង្គទ្រង់គ្រងរាជសម្បត្តិដោយធម៌ទើបទ្រង់ញ៉ាំងមាឲ្យសង្វេគដោយគាថាទៅនេះថាភ្នំមាសសុទ្ធមានសម្បុរល្អសំបីភ្នំនោះមាន2ក៏នៅមិនគ្រប់ដល់បុគ្គលតែម្នាក់បុគ្គលដឹងដូច្នេះហើយក៏បីញ៉ាំងជីវិតឲ្យល្មមប្រមាណបុគ្គលណាឃើញទុកថាមានកាមណាជាដែនកើតបុគ្គលនោះនឹងបង្អោនទៅក្នុងកាមដូចម្ដេចបុគ្គលដែលកើតមកដឹងឧបធិសភាវៈចូលទៅត្រត្រង់ទុកថាជាធម៌គ្រឿងជាប់ជំពាក់ក្នុងលោកហើយក៏បីសិក្សាដើម្បីនាំឧបធិនោះចេញហើយត្រាស់ថាមានចិត្តបាបអវាទរបស់អ្នកផ្សេងអវាទរបស់តថាគតផ្សេងម្យ៉ាងម្នាក់ការឃើញក្នុងធម៌របស់អ្នកនិងតថាគតចូលគ្នាមិនបានព្រោះតថាគតទូមានយ៉ាងនេះហើយបានត្រាស់ប្រកាសថាទៅនេះថាអដ្ឋម្មហេជាតំហេសុខាសហាយាតថៃសុខាយាអ៊ិតរិតរេនៈបញ្ញសុខੰជីវិតសង្ខយំហេសព្វសៈទុក្ខសៈសុខੰបហានੰសុខាមត្តយតាលោកេអថោបេតយតាសុខាសុខាសាមញ្ញតាលោកេអថោព្រមញ្ញតាសុខាសុខាយវៈចរិយសីលੰសុខាសទ្ធាបតិដ្ឋិតាសុខោបញ្ញាបដិលាភោបាណੰអការណੰសុខੰកាលបើសេចក្តីត្រូវការកើតឡើងហើយសំឡាញ់ទាំងឡាយនាំសេចក្តីសុខមកឲ្យសេចក្តីត្រេកអរដោយបច្ច័យតាមមានតាមបានជាហេតុនាំសេចក្តីសុខមកឲ្យបុណ្យនាំសេចក្តីសុខមកឲ្យក្នុងកាលទៀបខ្សែជីវិតការលះបង់ទុក្ខទាំងអស់បានជាហេតុនាំសេចក្តីសុខមកឲ្យសេចក្តីប្រតិបត្តិល្អក្នុងមេដា
នាំសេចក្តីសុខមកឲ្យក្នុងលោកមួយទៀតសេចក្តីប្រតិបត្តិល្អក្នុងបិតានាំសេចក្តីសុខមកឲ្យសេចក្តីប្រតិបត្តិល្អចំពោះសាមណៈនាំសេចក្តីសុខមកឲ្យក្នុងលោកមួយទៀតសេចក្តីប្រតិបត្តិល្អក្នុងព្រាហ្មណ៍នាំសេចក្តីសុខមកឲ្យសិលនាំសេចក្តីសុខមកឲ្យដរាបដល់ចាស់សទ្ធាដែលបុគ្គលតម្កល់សុខហើយនាំសេចក្តីសុខមកឲ្យការបានប្រាជ្ញានាំសេចក្តីសុខមកឲ្យការមិនធ្វើបាបទាំងឡាយនាំសេចក្តីសុខមកឲ្យអធិប្បាយគាថាបណ្ដាបទទាំងនោះបទថាអដ្ឋម្មហេកាលសេចក្តីត្រូវការសេចក្តីថាក៏កាលកិច្ចដូចជាការធ្វើចីវរជាដើមក្តីការរងាប់អធិករជាដើមក្តីកើតឡើងដល់បព្វជិតឬកាលកិច្ចដូចជាការធ្វើស្រែជាដើមក្តីការត្រូវអ្នកមានកំបាំងបៀតបៀនក្តីកើតឡើងដល់ពួកក្រហោះសម្លាញ់ពួកណាអាចជួយឲ្យកិច្ចនោះឲ្យសម្រេចឬឲ្យស្ងប់បានសម្លាញ់បែបនោះនាំសេចក្តីសុខមកឲ្យបទថាតុដ្ឋីសុខាសេចក្តីត្រេកអរនាំសេចក្តីសុខមកឲ្យសេចក្តីថាចំពោះក្រហោះទាំងឡាយអ្នកមិនសន្តោសក្នុងវត្ថុដែលខ្លួនមានតើបផ្ដើមធ្វើទុច្ចរិតកម្មមានការកាត់នៅទីតជាដើមចំណែកបព្វជិតទាំងឡាយអ្នកមិនសន្តោសចំពោះបច្ច័យរបស់ខ្លួនតើផ្ដើមស្វែងរកដែលមិនត្រឹមត្រូវផ្សេងក្រហោះនិងបព្វជិតទាំងពីរពួកនោះរកសេចក្តីសុខមិនបានឡើយព្រោះដូច្នោះសេចក្តីសន្តោសចំពោះវត្ថុតាមមានតាមបានគឺជាវត្ថុជារបស់ខ្លួនមិនថាច្រើនឬតិចរមែងនាំសេចក្តីសុខមកឲ្យបទថាបញ្ញੰបុណ្យសេចក្តីថាក៏បញ្ញកម្មដែលកំណត់ធ្វើទុកតាមអធ្យាស្រ័យនោះឯងនាំសេចក្តីសុខមកឲ្យក្នុងវេលាស្លាប់ទៅបទថាសព្វសៈទាំងពួងសេចក្តីថាម្យ៉ាងទៀតព្រះអរហន្តពោលគឺការលះបង់វត្តដាក់ទុកទាំងអស់បាននោះឯងឈ្មោះថានាំសេចក្តីសុខមកឲ្យក្នុងលោកនេះការបដិបត្តិល្អក្នុងមេដាឈ្មោះថាមត្តយតាភាពជាអ្នកបម្រើមេដាការបដិបត្តិល្អក្នុងបិតាឈ្មោះថាបេតយតាភាពជាអ្នកបម្រើបិតាការទំនុកបំរុងមេដាបិតានេះឯងព្រះមានព្រះភិក្ខត្រាស់ហើយដោយបទសូម្បីទាំងពីរព្រោះថាកាលមេដានិងបិតាជ្រាបថាបុត្រទាំងឡាយមិនគោរពប្រតិបត្តិហើយរមែងយកសម្បត្តិរបស់ខ្លួនកប់ទុកក្នុងផែនដីខ្លះឲ្យអ្នកដទៃខ្លះម្យ៉ាងទៀតបុត្រទាំងនោះរមែងទទួលការតេះដៀលថាបុត្រទាំងនេះមិនទំនុកបំរុងមេដាបិតាពេលស្លាប់ទៅរមែងកើតក្នុងគូថនរកក៏មានចំណែកបុត្រពួកណាទំនុកបំរុងមេដាបិតាដោយគោរពបុត្រទាំងនោះរមែងបានទទួលទ្រព្យសម្បត្តិរបស់មេដាបិតាទាំងនោះថែមទាំងបានទទួលការសរសើរទៀតផងការស្លាប់ទៅរមែងទៅកើតក្នុងសួគ៌ព្រោះដូច្នោះដោយពីបទនេះទើបព្រះមានព្រះភិក្ខទ្រង់ត្រាស់ថានាំសេចក្តីសុខមកឲ្យការប្រតិបត្តិល្អក្នុងបព្វជិតទាំងឡាយឈ្មោះថាសាមញ្ញតាភាពជាអ្នកទំនុកបំរុងសាមណៈការប្រតិបត្តិល្អក្នុងព្រះពុទ្ធព្រះបច្ចេកពុទ្ធនិងព្រះសាវករបស់ព្រះពុទ្ធទាំងឡាយដែលជាអ្នកមានបាបបណ្ដែតចោលហើយនោះឯងឈ្មោះថាព្រហ្មញ្ញតាភាពជាអ្នកទំនុកបំរុងព្រំការទំនុកបំរុងព្រះពុទ្ធជាម្ចាស់ជាដើមដោយបច្ច័យ4ព្រះមានព្រះភិក្ខត្រាស់ទុកដោយពីបទនេះភាពជាអ្នកទំនុកបំរុងដល់សាមណៈនិងព្រំនេះព្រះសាសនាក៏ត្រាស់ថានាំសេចក្តីសុខមកឲ្យក្នុងលោកបទថាសីលੰសិលជាដើមសេចក្តីថាដែលពិតគ្រឿងប្រដាប់តាក់តែងទាំងឡាយមានកែវមณีក្រវិលនិងសម្ពុតក្រហមជាដើមរមែងស្អាតល្អសម្រាប់ជនទាំងឡាយអ្នកតាំងនៅក្នុងវ័យនោះប៉ុណ្ណោះគ្រឿងប្រដាប់តាក់តែងសម្រាប់មនុស្សកំឡោះនិងល្អក្នុងវេលាចាស់ឬគ្រឿងប្រដាប់តាក់តែងសម្រាប់មនុស្សចាស់និងល្អក្នុងវេលាកំឡោះក៏ទេម្យ៉ាងទៀតនឹងឲ្យកើតពាក្យពេបជ្រាយឡើងថាអ្នកនេះដូចជាមនុស្សឈួតចំណែកសិលមានសិល5និងសិល10ជាដើមរមែងល្អបានគ្រប់វ័យទាំងចាស់ទាំងក្មេងនោះឯង
រមែងនាំមកតែសេចក្តីរីករាយប៉ុណ្ណោះព្រោះឲ្យកើតសេចក្តីសរសើរឡើងថាអោបុគ្គលនេះជាអ្នកមានសិលណព្រោះហេតុនោះតើព្រះមានប្រភាកត្រាស់ថាសុខាយាវៈចរិយាសីឡាំងសិលនាំសេចក្តីសុខមកឲ្យដល់រាបដល់ចាស់បទថាសទ្ធាបតិដ្ឋិតាសទ្ធាដែលតាំងសុភហើយសេចក្តីថាសទ្ធាទាំងដែលជាលោកយៈនិងលោកតរៈសូម្បីទាំងពីរយ៉ាងដែលមិនញាប់ញ័រតាំងមាំហើយប៉ុណ្ណោះនាំសេចក្តីសុខមកឲ្យបទថាសុខោបញ្ញាបដិលាភោការបានបញ្ញានាំសេចក្តីសុខមកឲ្យសេចក្តីថាការបានបញ្ញាទាំងជាលោកយៈនិងលោកតរៈនាំសេចក្តីសុខមកឲ្យបទថាបាណੰអករណੰការមិនធ្វើបាបទាំងឡាយសេចក្តីថាម្យ៉ាងទៀតការមិនធ្វើបាបទាំងឡាយដោយអំណាចនៃសេតុឃាតគឺអរិយមគ្គនាំសេចក្តីសុខមកឲ្យក្នុងលោកនេះក្នុងវេលាចប់ព្រះធម៌ទេសនាការសម្រេចធម៌ក៏កើតមានដល់ទេវតាដ៏ច្រើនដូច្នេះឯងរឿងមាចប់ត្រឹមតែប៉ុណ្ណេះសូមអនុមោទនា